ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី9ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី1ឆ្នាំ889ដល់910គ្រិស្តសករាជនិងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ឆ្នាំ1113ដល់1150នៃគ្រិស្តសករាជប្រាសាទព្រះវិហារសាងសង់ឡើងដើម្បីឧទ្ទិសដល់អាទិទេពព្រះឥសូរក្នុងសាសនាហិណ្ឌូស្ថិតនៅលើជម្រាលភ្នំពីត្បូងទៅជើងប្រវែង800ម៉ែត្រដែលមានខ្លោងទ្វារកុបុរៈចំនួន5ដែលភ្ជាប់គ្នាពីមួយទៅមួយដោយស្ពានហាលដើម្បីមកដល់ប្រាសាទធំបានភ្ញៀវទេសចរត្រូវចាប់ផ្ដើមពីកុបុរៈទី5ដោយមានជណ្ដើរបុរាណពីទិសខាងកើតខាងជើងនិងខាងលិចនៅតាមបណ្ដោយស្ពានហាលមានស្រះទឹក2ស្រះស្រង់និងស្រះក្បាលតោដែលសាងសង់ឡើងដោយថ្មភក់ជាថ្នាក់ដើម្បីប្រមូលនិងស្តុកទឹកភ្លៀងទុកប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅថ្ងៃទី7ខែកក្កដាឆ្នាំ2008និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារនៅគ្រានោះដែរប្រជាជនកម្ពុជាទូទាំងប្រទេសមានទឹកមុខសប្បាយរីករាយឥតឧបមានិងបានច្រៀងចម្រៀងជាតិបង្ហូតទង់ជាតិទូងស្គរជ័យដើម្បីអបអរនៅការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផងដើម្បីអបអរខួបលើកទី17នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរក្នុងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយខ្ញុំនឹងទៅចូលរួមកម្មវិធីរត់ឆ្លងកាត់ឧបសគ្គនៅតំបន់ប្រាសាទព្រះវិហារដែលធ្វើឡើងនៅថ្ងៃទី6ខែកក្កដាឆ្នាំ2025ដែលជាលើកទី3នៅក្នុងខេត្តព្រះវិហារដែលកម្មវិធីនេះរៀបចំឡើងដោយក្រុមរបស់បងសាយហើយនឹងយើងទាំងអស់គ្នាអាចផ្សព្វផ្សាយបន្ថែមពីកម្មវិធីដ៏អស្ចារ្យនេះផងបានដែរនៅក្នុងការរត់នេះយើងនឹងបានឃើញនៅទស្សនីយភាពប្លែកៗជាច្រើនដូចជាការសម្ដែងរបាំប្រពៃណីឧបករណ៍បុរាណខ្មែរនិងសិល្បៈប្រចាំតំបន់ខេត្តព្រះវិហារទៀតផងដូចនេះកុំភ្លេចចូលរួមទាំងអស់គ្នាណាដើម្បីបង្កើតអនុស្សាវរីយ៍និងការចងចាំល្អៗនៅសំណង់ស្ថាបត្យកម្មបុរាណដ៏មហិមារបស់ពុព្វបុរសខ្មែរយើងដូចនេះក្នុងនាមពួកខ្ញុំជាកូនចៅជំនាន់ក្រោយត្រូវតែបដិញ្ញាថាការពារសម្បត្តិបេតិកភណ្ឌពិភពលោកនេះឲ្យនៅថិតថេរជានិរន្តរ៍ដើម្បីជាកេរដំណែលទៅដល់ក្មេងៗជំនាន់ក្រោយបន្តទៀតនិងដើម្បីបង្ហាញទៅកាន់ពិភពលោកថាប្រជាជនខ្មែរគឺជាប្រជាជនដែលមានសាមគ្គីភាពតស៊ូនិងស្នេហាជាតិមាតុភូមិគ្រប់ចំនួនឲ្យដូចទៅនឹងពាក្យស្លោកមួយដែលបាននិយាយថាកម្ពុជាប្រទេសតូចតែបេះដូងធំសូមអរគុណHãy subscribe